សួស្តីទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំនឹងបង្រៀនលោកអ្នកពីរបៀបផុសនៅលើខាតទំព័រផុសអត្ថបទនៅលើខាតទំព័ររបស់យើងខ្ញុំវិញម្ដងបន្ទាប់ពីយើងខ្ញុំបានបង្រៀនលោកអ្នកពីរបៀបចុះឈ្មោះនិងរបៀប login នៅលើខាតទំព័រយើងខ្ញុំអូខេមុនដំបូងយើងចូលមេតិកាវាមានមេតិកាធំមេតិកាមេច្រើនវាអាហារសុខភាពវាមានមេតិកាកូនវាច្រើនអូខេបានបង្ហាញអញ្ចឹងសោះចឹងអត្ថបទមួយលោកអ្នកត្រូវផុសតាមមេតិការបស់លោកអ្នកដែលលោកអ្នកគិតថាត្រឹមត្រូវលើអត្ថបទអាហារតើតោះនេះត្រូវមើលមេតិកាណាលោកអ្នកគួរផុសឲ្យបានត្រឹមត្រូវមិនមែនចេះតែផុសតាមមេតិកាផ្សេងអត្ថបទខុសជាមួយមេតិកាអូខេថ្ងៃនេះខ្ញុំឧទាហរណ៍ក្នុងមេតិកាមួយគឺកូនមេតិកាមួយកន្លែងមេតិកាសុខភាពគឺការថែទាំសុខភាពពេលយើងផុសហ្នឹងយើងទៅចុចសញ្ញាបូកនេះអូខេផ្លាយសញ្ញាបូកហើយទីមួយទៀតលោកក៏អាចចូលតាមនេះឧទាហរណ៍ខ្ញុំប្រើ tab ថ្មីកន្លែង category នេះលោកអ្នកក៏អាចចូលនេះកន្លែងសុខភាពកន្លែងនេះធ្លាក់មកទៅវាចេញមកសុខភាពcòn giờ nàyយើងចុចលើមេតិកាធំមុនមេតិកាមេអញ្ចឹងមកវាចេញមេតិកាកូនហើយយើងចុចទៅចេញមេតិកាកូនហើយយើងថែតាមសុខភាពគ្នាថែទាំការថែតាមសុខភាពយើងចុចលើហ្នឹងនេះប៉ុន្តែនេះវាខុសត្រង់នេះពេលយើងចុចលើហ្នឹងយើងយល់ឡើងនេះចុចឡើងនេះស្ញាបចុងនេះអូខេចុចមកគឺវាចេញដូចគ្នាអញ្ចឹងអូខេអញ្ចឹងខ្ញុំចូលទៅមកនេះវិញអូខេកន្លែងនេះគឺចំណងជើងអត្ថបទដែលយើងផុសហើយគឺអត្ថបទទាំងមូលអត្ថបទដែលយើងត្រូវផុសហើយកន្លែងនេះគឺមានកន្លែងមេតិកាមួយចំនួនគឺវាអត់មានទេព្រោះមេតិកានេះគឺវាមានsubcategory មួយទៀតមេតិកាកូនមួយទៀតនេះអូខេក្នុងមេតិកាថែទាំរបស់វាមានតទៀតគឺមានសង្គ្រោះធម្មអសររបបកំហើយជំងឺទូទៅការព្យាបាលអញ្ចឹងបើវាមានមេតិកាកូនវាតទៀតគឺយើងត្រូវជ្រើសរើសមេតិកាកូនវាឲ្យត្រូវដែរឧទាហរណ៍ហ្នឹងអត្ថបទហ្នឹងវានិយាយពីអីគេអញ្ចឹងណាព្រោះយើងអត់ជ្រើសរើសវាអត់ឲ្យផុសទេតែយើងជ្រើសរើសប៉ុន្តែដូចមេតិកាមួយចំនួនឬមេតិកាសុខភាពកុមារនេះវាជាអត់មានទេអូខេអញ្ចឹងយើងមិនចាំចេះទេព្រោះអត់មានមេតិកាកូនទៀតហ៎យើងគាត់វាយចំណងជើងអត្ថបទអីហ្នឹងទៅហើយនឹងហើយអ្វីលើទៀតខ្ញុំប្រាប់តាមក្រោយចាឧទាហរណ៍អូខេនេះខ្ញុំចូលពីរបៀបបរិញ្ញាផុសហ្មងទៅអូខេខ្ញុំសុំបិទនេះចូលមកវាចំណងនេះអូខេតោះហើយគឺចំណងជើងអត្ថបទនេះគឺអត្ថបទខ្ញុំយកមកឧទាហរណ៍អូខេអញ្ចឹងយើង copy ចំណងជើងមកវាមកគឺខ្ញុំវាយខាង Word ហើយយើងត្រូវបើយើង copy ពី Word យើងត្រូវ pass យល់អស់យើងវាយខាង Word ទៅដើម្បី save ទុកអត្ថបទយើងត្រូវ pass Atlantic Control CP ហ្នឹងសម្រាប់ជាក្នុង Google Chrome គឺអញ្ចឹងយើងផាទៅដើម្បីកុំឲ្យវាចប់កូដទៅដើម្បីឲ្យយើងសេរីអត្ថបទទៅវាបានស្អាតអូខេហើយនេះខ្ញុំត្រូវជ្រើសរើសនេះកន្លែងមិញនេះគឺការព្យាបាលការរើសច្បាប់ហើយអញ្ចឹងវាត្រូវចូលក្នុងការព្យាបាលដោយខ្លួនឯងឧទាហរណ៍ចាអូខេនេះគឺជាអត្ថបទទាំងមូលខ្ញុំ copy ដូចគ្នាpass Atlantic នឹងដូចគ្នាអូខេហើយនេះគឺនេះកន្លែងនេះគឺខ្ញុំនឹងប្រាប់លោកអ្នកពីចំណុចសំខាន់ដែលយើងគួរប្រើអូខេកន្លែងមុនដំបូងនេះកន្លែងនេះខ្ញុំចាប់ដើមប្រាប់ហើយគឺអាម្ដុំនេះគឺយើងដូចខាង Word អញ្ចឹងដែលយើងធ្លាប់ប្រើខាង Word ជាងដឹងហើយគឺយើងអក្សរយើងចង់ដាក់ font មកយើង select លើទាំងអស់យើងចង់ដាក់ font 3អានេះយក font ហាន់ម៉ាហ្នឹងទៅព្រោះ font default យើងមិនដឹងទៅយើងយក3ហ្នឹងទៅអូខេតយ៉ាងធំតែលើយើងដាក់ font ហើយយើងចង់ bold យើង bold នេះទៅហ៎ bold មួយហ៎ bold មួយហ៎ bold មួយហ៎ bold ហ៎
ហើយអក្សរត្រេហើយនឹងនេះដាក់អាបតតក្រោមវានិយាយទៅដូចហុំពណ៌អញ្ចឹងហើយនេះដូរពណ៌អក្សរណាដូរពណ៌អក្សរអីចឹងទៅយើងដាក់ត្រេចឹងទៅឬមួយនេះដាក់ត្រេចឹងទៅឧទាហរណ៍គាត់ជាឧទាហរណ៍ដើម្បីឲ្យអ្នកយល់បានច្បាស់នេះគឺអា background ក្រោមអក្សរយើងត្រេចធ្វើទៅឃើញអូខេប្រាប់ត្រួសហ្នឹងសិនយើង select លើអក្សរទៅយើងដាក់ទៅអញ្ចឹងយើង public មួយសិនយើងធ្វើការ upload រូបភាពអញ្ចឹងខ្ញុំសុំផ្លោះមកធ្វើការ upload រូបភាពកន្លែងដើម្បី public ឲ្យលោកអ្នកមើលមុនបងសិនអូខេចុច like រូបភាពនេះមកនេះរូបភាពហើយ upload file ឃើញរូបភាពខ្ញុំធ្វើហើយខ្ញុំដាក់ក្នុងហ្នឹងបាទអញ្ចឹងកន្លែងរូបភាពនេះគឺយើង enter ចុះក្រោមហើយយើង enter ដាក់មកដក clear វាមួយហើយចុចនេះយើងដាក់ mouse លើហ្នឹងកន្លែងណាចង់ឲ្យរូបភាពចេញហើយយើងចុចលើហ្នឹងអូខេហើយកន្លែងនេះគឺនឹងសូមបញ្យល់ឡើងទៀតនេះគឺរូបភាពចង់ឲ្យវាទៅណាឲ្យវាទៅឆ្វេងនេះកន្លែងនេះមានថារូបភាពឯអក្សររូបភាពឬចង់ឲ្យវាទៅឆ្វេងស្ដាំកណ្ដាលអញ្ចឹងជាទូទៅខ្ញុំដាក់កណ្ដាលកណ្ដាលឃើញទេអក្សរនេះក៏អញ្ចឹងដែរចង់ឲ្យវាទៅឆ្វេងស្ដាំកណ្ដាលតែលើលោកនេះដល់វាដាក់កណ្ដាលវានៅកណ្ដាលអញ្ចឹងចំហប៉ុន្តែជាទូទៅយើងដាក់ជារៀងទៅវាស្អាតណាចូលទៅវានៅកណ្ដាលយកវានៅកណ្ដាលអត់អូខេអញ្ចឹងខ្ញុំសូមផុស public មួយសិនដើម្បីចាំខ្ញុំឧទាហរណ៍ក្រោយៗឲ្យមកទៀតអូខេអញ្ចឹងកន្លែងនេះគឺសំខាន់មួយដែរនេះគឺចូលកន្លែង post text លោកអ្នកត្រូវតែដាក់ឧទាហរណ៍អត្ថបទហ្នឹងវាមានអីគេខ្លះវាមានឈឺការឈឺជំងឺអញ្ចឹងទៅពាក្យកន្លឹះវាអញ្ចឹងយើងយកយើងវាយទៅឈឺអញ្ចឹងទៅពាក្យកន្លឹះវាយើងមិនវាយយើងវាយពាក្យមួយម៉ាត់ពាក្យកន្លឹះណាដែលយើងគិតថាល្អជំងឺអញ្ចឹងទៅអូខេជំងឺអញ្ចឹងទៅហើយយើងគ្រាសមួយទៀតមកបាន5ឥឡូវដាក់ពាក្យកន្លឹះបាន5ដើម្បីឲ្យគេសេចអត្ថបទយើងកាន់តែឃើញហ្នឹងណាហើយយើងដាក់ព្យាបាលអីហ្នឹងទៅឧទាហរណ៍ហើយគឺជាពាក្យកន្លឹះក្នុងអត្ថបទហ្នឹងខ្ញុំដាក់ប៉ុណ្ណឹងយើងរកបានច្រើននេះសំខាន់ឲ្យត្រឹម5ពាក្យកន្លឹះហ្នឹងដូចជាបាន5ដាក់បាន5អញ្ចឹងអូខេកន្លែងនេះគឺសំខាន់ដែរគឺយើងត្រូវចុចលើហ្នឹងវាយកន្លែងនេះឲ្យត្រូវបើយើងមើលមិនច្បាស់យើងអាចចុចលើហ្នឹងមួយទៅវាដូរឃើញទេវាដូរអញ្ចឹងយើងត្រូវវាយឲ្យត្រូវតាមហ្នឹងទៅ C to F G ព្រោះវាចេញតិចគឺបានហើយអញ្ចឹងគឺយើងអាចផុសបានហើយយើងយក new street អាកន្លែងផុសគឺយើងត្រូវយក new street ដាច់ខាតអូខេអញ្ចឹងខ្ញុំចូលហ្នឹងអូខេអញ្ចឹងអត្ថបទហ្នឹងគឺត្រូវផុសហើយនេះអាមិញដាក់កណ្ដាលវានៅកណ្ដាលឃើញទេអូខេគឺយើង edit នេះអាកន្លែងនេះអូខេសម្រាប់ហើយអ្នកមើលច្បាស់កន្លែងវាថាយើងចង់កែអត្ថបទថាមើលវាមិនស្អាតយើងចង់កែថែមទៀតយើងយកពាក្យ edit នេះ edit ឡើងនេះចេញចុះក្រោម edit អូខេអញ្ចឹងយើងឲ្យមើលវិញដក clear ពេកយើងអាចទាញឡើងលើវិញតិចទៅកន្លែងណាឃើញដក clear ខ្លាំងទៅទាញឡើងលើទៅអូខេនេះយើងដាក់ជារៀងវិញកន្លែងនេះគឺកណ្ដាលនៅកណ្ដាលជារៀងខាងនេះវានៅខាងនេះយើងដាក់ផ្នែកវិញទៅអូខេអញ្ចឹងមិញនេះបញ្យល់ឲ្យអស់ហើយអញ្ចឹងនៅក្នុង link នៅ link មួយទៀតគឺយើងនៅ link អញ្ចឹងអាការដាក់ link គឺយើងត្រូវចុចកន្លែងនេះអូខេតែយើងចង់ដាក់ឲ្យ link ហ្នឹងហើយណាគេថា link ហ្នឹងគឺមានអត្ថបទមួយមានឯកសារឲ្យគេ download អីចឹងទៅមាន link ពីណាមកអញ្ចឹងទៅគាត់ថាខ្ញុំចុចនេះអញ្ចឹងដាក់ link យើងយកពីណាក៏យើងអូខេឧទាហរណ៍ link នេះថាអញ្ចឹងវិញអត្ថបទនេះគឺអត្ថបទដែលពួកខ្ញុំបកប្រែពីភាសាបរទេស
ok កន្លែងអត្ថបទនេះបញ្ជាក់ខ្ញុំសូមបញ្ជាក់តិចអត្ថបទនេះគឺយើងផុសអត្ថបទណាដែលជារបស់យើងដែលជាអត្ថបទយើងនិពន្ធខ្លួនឯងជាអត្ថបទយើងសេខ្លួនឯងឬមួយអត្ថបទដែលយើងបកប្រែពី website បរទេសមិនមែនយកពី website ក្នុងស្រុកខ្មែរយើងទេយើងអត់ឲ្យផុសទេព្រោះអត្ថបទដែលយើងបកប្រែឬមួយអត្ថបទដែលយើងសេឡើងខ្លួនឯងឬប្រឡំលោកអីហ្នឹងបានអាចធ្វើការរលុយជាមួយនឹងការទំព័រកោះថ្មីយ៉ាងបានណាអូខេអញ្ចឹងខ្ញុំថាអត្ថបទនេះបកប្រែអញ្ចឹងខ្ញុំដាក់ប្រែទាំងរលអីទៅប្រែសម្រួលចុចប្រែសម្រួលដោយទៅឈ្មោះខ្ញុំឈ្មោះអត្ថបទនេះឈ្មោះអញ្ចឹងគឺសុថុននេះទៅចាំទៅឈ្មោះសុថុនយើងដាក់សុថុនទៅឈ្មោះអ្នកប្រែសម្រួលយើងសុថុនយើងឲ្យដាក់ប្រភពព្រោះកន្លែងមានរកទីហោកន្លែងលីងឲ្យយើងមើលបងប្រភពយើងចុចនេះយើងដាក់មកដល់ហ្នឹងបន្ទាប់មកនេះគឺជា link អត្ថបទដែលខ្ញុំប្រែសម្រួលអញ្ចឹងយើង copy link ហ្នឹងមកនេះហើយ link ហ្នឹង copy មកយកមកផាសក្នុងនេះហើយកន្លែងឈ្មោះនេះយើងយើងចង់ឲ្យកន្លែងឈ្មោះហ្នឹងចេញគេចេញឈ្មោះនេះខ្ញុំចង់ឲ្យចេញជាឈ្មោះភាសាគេនេះបាទឈ្មោះ link ហ្នឹងយើងដាក់មកពេលយើង submit ទៅនេះវាចេញអញ្ចឹងពេលគេចុចលើឈ្មោះតែយើងដាក់ហ្នឹងគឺវាចូល link ហ្នឹងហ្មងអញ្ចឹងដើម្បីឲ្យគេស្រួលមើលអញ្ចឹងខ្ញុំ save ឧទាហរណ៍មើល save ពេលយើងកែទៅវាមានប៊ូតុងមួយឲ្យយើងចុច save នេះពេលចុចទៅដល់ link ហ្នឹងហ្មងហ្នឹងគឺជាការដាក់ link អញ្ចឹងអូខេយើង edit ពេលយើងផុសថ្មីគឺវាពេញពាក្យ new street ពេលយើងកែអត្ថបទចាស់វាឲ្យ save អញ្ចឹងអូខេអញ្ចឹងយើង save វា enter champion backspace ជាធម្មតាឃើញ backspace ហ្នឹងវាអត់ចោះហ្នឹងអូខេ link រួចហើយអញ្ចឹងខ្ញុំនេះត្រង់ចំណុចមួយទៀតគឺកន្លែងនេះទៅហៅពេលយើងចង់ប្រើ tray ហ្នឹងទៅហៅអាការៈក្អកមានដូចជាគេទៅហោណាការក្អកឈឺកអីទៅឈឺកឧទាហរណ៍ថាចំណាំឈឺកភេទជំងឺថាបើខ្ញុំដាក់ភេទជំងឺក៏ឧទាហរណ៍ចំណាំឈឺការកជំងឺស្អីជំងឺមានអីទៅហើយយើងចង់ដាក់ tray កន្លែងខ្ញុំឧទាហរណ៍កន្លែង tray ឲ្យហើយជំងឺឈឺក្បាលហើយជំងឺឈឺកក្រុមក្រុមឧទាហរណ៍3យ៉ាងចុះអញ្ចឹងយើងនេះយើងស្រេចlênទៅគឺឃើញហើយឬមួយយើងចង់យកនេះក៏បានចឹងពុកញ៉ាំមួយនេះលេខក៏បានវាមានចម្លាស់ពីរហ្នឹងអូខេអញ្ចឹងពេលយើង sale មើលទៅហើយជំងឺមួយអាហ្នឹងគឺអាសញ្ញា tray ហ្នឹងអូខេហើយចូលស្មើនេះគឺ sticker ទេគឺយើងអាចចុចមើលទៅដាក់ sticker នៅពីក្រោយពីមុខអីហ្នឹងទៅសើលើយើងហ្នឹងអូខេហើយរូបភាពនេះយើងអត់រកហើយ attach file នេះគឺយើងដូចគ្នាថាបើយើងមានអត្ថបទណាដែលវាតេតងមួយអត្ថបទយើងដែលមានជា file PDF វាអាច upload រូបភាពដែរយើងចុចទៅនឹងមកប៊ូតុង attach file នេះវាគាត់ឲ្យយើង upload មាន file zip file RAR file អីផ្សេងក្រៅពីរូបភាពអញ្ចឹងយើងប៉ុន្តែយើង upload ឲ្យលើសពី 1000k 1000 KB អញ្ចឹងថាបើខ្ញុំឧទាហរណ៍ upload file PDF មួយ upload ហ្នឹងចុច upload ទៅនេះខ្ញុំមាន file PDF ហ្នឹងគឺវាតេតទៅក្នុងអត្ថបទអញ្ចឹងខ្ញុំ upload
តែធ្វើមិនកុំឲ្យវាលើសពី 1000k ចឹងអូខេមិនវាដូច error មកយើងចូលកន្លែងវិញមកអូខេមិញកន្លែង attach file គឺខ្ញុំចង់ឲ្យអា file ដែលវាចេញហ្នឹងដាក់ឡើងនេះអញ្ចឹងកន្លែងនេះកន្លែងខ្ញុំតម្លាក់មកក្រោមហ្នឹងអញ្ចឹងខ្ញុំចុចពាក្យ attach file ចឹង upload ទៅដូចខ្ញុំបញ្យល់មិញគឺមិនឲ្យលើសពី 1000k 1000 KB ចុចទៅអូខេវាចេញទៅហើយពេលវា upload ហើយពេលយើង upload ទៅយើងចុចលើពីរដងទៅវាធ្លាក់មកហើយគឺវា upload ហើយយើងដាក់ cursor មកលើហ្នឹងមកយើងចុចមកចង់ឲ្យវាចេញដាក់ជ្រុកធ្លាក់ណាអូខេយើងអូខេមកហើយយើង save ដាក់មើលតែ file ហ្នឹងចេញមិននេះអា file ហ្នឹងគឺចេញនៅអ្វីដែលយើងដាក់ឈ្មោះ file ដាក់ឈ្មោះការព្យាបាលការដាក់ឈឺក្បាលដាក់ PDF ទៅពេលយើងចុចទៅ download file ហ្នឹងហ្មងអញ្ចឹងប៉ុន្តែធ្វើមិនកុំឲ្យវាលើសពី 1000 KB អូខេស្មើ1មេហើយយើងក៏ចិត្តរួមអូខេអញ្ចឹងយើងចូលនេះហើយយើងចូលពីរបៀប break កន្លែងសំខាន់មួយដែររបៀប break pack នេះគឺអត្ថបទយើងវែងអញ្ចឹងយើងចង់កាត់វាជា2ជា3 page ឧទាហរណ៍អត្ថបទវែងអញ្ចឹងខ្ញុំ break ឡើង1ទាញមកខ្ញុំ break ឡើង1តទៅពីប្រភេទជំងឺនេះទី4ទី3មួយអញ្ចឹងខ្ញុំបែងចែកជា3 page អញ្ចឹងខ្ញុំសេសាក់មើល break ឡើងនេះទម្លាក់ page 1ទម្លាក់ page 1ខ្ញុំបានអូខេបើអត្ថបទវែងនេះយើងចង់ប្រូនវាឃើញទេត្រឹមមកកន្លែងទី2នេះវាចូលលើ page 2 page 2នេះឃើញដល់កន្លែងទី3វាចូល page មួយទៀតអូខេយើង break 3 page អូខេហើយ view all វាឃើញទាំងអស់វិញហ្នឹងសម្រាប់នេះគឺ system យើងសិតមកគឺអញ្ចឹងអូខេអានេះគឺកន្លែង page break page នេះគឺដើម្បីព្រួយអត្ថបទយើងឲ្យជា page យ៉ាងចុចទៅវាបានបញ្ចេញឲ្យយើងមើលអញ្ចឹងយើងជាដាក់លក្ខណៈជាភាគជា page អូខេបើអត្ថបទយើងវែងដូចជាប្រឡោមលោកដូចអីចឹងយើងអាចចែកចឹងបានអូខេហើយមួយទៀតគឺអាកន្លែង background នេះក៏វានេះដែរបើយើងមិនដាក់ក្បាលទេ background នាំមកវាបាក់មើលអីចឹងយើងដាក់ឃើញ background ណា background យើង save មកគឺវាចេញ background ចឹងមកអូខេអញ្ចឹង background នេះសំខាន់ខ្ញុំចូលចូលដាក់ពណ៌សវិញបើស្រួលមើលអូថោឲ្យចូលវាផុសវីដេអូម្ដងវាផុសវីដេអូគឺ YouTube និង Facebook ខ្ញុំឧទាហរណ៍សំខាន់ YouTube Facebook អូខេអូខេ YouTube គឺខ្ញុំមានវីដេអូមួយឧទាហរណ៍អូខេយើងដាក់វានៅកន្លែងនេះចង់ឲ្យវាសូកន្លែងហ្នឹងយើងចុចឡើង YouTube មកហើយយើងចង់ឲ្យវាសូឡើងដាក់មកកន្លែងហ្នឹងហើយយើងនេះខ្ញុំមានវីដេអូមួយឧទាហរណ៍គាត់ជាវីដេអូឧទាហរណ៍នេះវានេះកន្លែងនេះ YouTube គឺយើង copy ពីនេះអា link នេះ link លើហ្នឹងគឺយើង copy ពីសញ្ញាស្មើនេះមិនត្រឹមសញ្ញាស្មើនេះយើងអត់យកសញ្ញាស្មើយើង copy ហ្នឹងមកយើង copy មកយើងប៉ះចូលក្នុងនេះអូខេហើយទំហំនេះគឺយើងដាក់មកបើ YouTube យើងដាក់ប៉ុណ្ណេះក៏អត់អីដែរដាក់700ហ្មងទៅក៏បានដែរ700គុណ330សំខាន់ណាស់កន្លែងនេះគឺ Facebook มันវាសំខាន់ណាស់អី700គុណនឹង330 393ដាក់មកឡើងហ្នឹងហើយយើង submit ពេលយើង copy link ហើយមកយើង submit មកវីដេអូបើយើងដាក់វា enter អញ្ចឹងគឺវាឃើញកម្រិតធំយើងមិនបាច់ដាក់ enter ពេកដាក់ប៉ុណ្្នឹងទៅកុំឲ្យវាកម្រិតធំអូខេនេះខ្ញុំដោះអា page នេះទៅដោះអា page ចោលព្រោះដើម្បីកុំឲ្យវាញ៉ៃដោះ page ចោលដើម្បីឲ្យវាមើលឃើញអស់ពេលខ្ញុំទាញមិញកុំឲ្យវាដកគ្នាធំពេកបើយើងអត់វាដកគ្នាធំ
YouTube វាដូចវាមាននេះដូចយើងដាក់ចេញដកគ្នាធំចឹងសេរីទៅខ្ញុំស្ដាប់អូខេដកគ្នាធំចឹងមកខ្ញុំទាញវាឡើងលើដកគ្នាធំអូខេអានេះគឺវីដេអូ YouTube គឺអញ្ចឹងយើងទាញអាប់ចេះវាល្អមកវីដេអូយើងមកវាដកគ្នាធំអូខេវីដេអូ YouTube អញ្ចឹងខ្ញុំលុបចោលមិញយល់ហើយវីដេអូ YouTube ខ្ញុំលុបចោលខ្ញុំប្រើឧទាហរណ៍លើវីដេអូ Facebook ម្ដងអូខេនេះខ្ញុំឧទាហរណ៍វីដេអូ Facebook ម្ដងវីដេអូ Facebook នេះចុចលើ Facebook ទៅគឺយើងចូលកន្លែងវីដេអូយើងឧទាហរណ៍គឺយើងវីដេអូនេះគឺយើងមកស្ដាំលើវីដេអូទៅយកពាក្យ show video URL ហ្នឹងទៅហើយយើង copy link ហ្នឹង copy link តែពេលយើងមកស្ដាំទៅដើម្បីច្បាស់គឺមកស្ដាំចេញចេះហើយយើងយកពាក្យ show video URL link ហើយយើង copy មកហើយយើងដាក់នេះផាកន្លែងហ្នឹងនេះហើយយើងសេរីទៅឧទាហរណ៍វីដេអូហ្នឹងយើងមើលគឺលក្ខណៈ wide screen លក្ខណៈវីដេអូនេះយើងដាក់ទំហំដូច YouTube យ៉ាងនេះដូច Facebook យ៉ាងនេះសម្រាប់ហើយដូច YouTube គឺ700គុណនឹង3គឺបើថាវីដេអូលក្ខណៈដេកគឺយើងដាក់ទំហំប៉ុណ្ណឹងគឺត្រឹមត្រូវអូខេយើង submit មកយើងដាក់ cursor មកលើហ្នឹងមកយើង submit ហើយវាអញ្ចឹងអូខេតោះមកយើង save ដាក់មើលអូខេហើយវីដេអូនេះគឺគេបាត់ឲ្យយើងនេះអញ្ចឹងខ្ញុំចូលវីដេអូថ្មីទៀតអញ្ចឹងខ្ញុំយកវីដេអូថ្មីខ្ញុំលុបបានហើយអញ្ចឹងយើងឧទាហរណ៍ថ្មីអូខេកន្លែងនេះគឺយើងធ្វើដាក់វីដេអូ Facebook ម្ដងអូខេចុចឡើងមកហើយយើង copy វីដេអូពីនេះឧទាហរណ៍គាត់ជាវីដេអូឧទាហរណ៍ប៉ុណ្ណោះយើងសូវីដេអូ URL មកស្ដាំសូវីដេអូ URL ហើយយើង copy link ហ្នឹងយើង copy link ហ្នឹងមកហើយយើងយកមកដាក់ហ្នឹងហើយយើងចុចលើប៊ូតុង Facebook នេះហើយយើងផាមកកន្លែងទំហំនេះគឺយើងដាក់វីដេអូហ្នឹងលក្ខណៈវីដេអូផ្ដេកអញ្ចឹងយើងថតបានខ្ញុំប្រាប់មុនហ្នឹងគឺយើងត្រូវដាក់700គុណនឹង393នេះគឺទំហំហ្នឹងគឺត្រឹមត្រូវគឺវីដេអូមកចេញមកត្រូវមកឧទាហរណ៍វីដេអូហ្នឹងវាលក្ខណៈវាឈរចេះលក្ខណៈវីដេអូហ្នឹងវាចេះអូខេវាឈរអញ្ចឹងនេះមើលទៅលក្ខណៈវាការ៉េ square ប៉ុន្តែបើហើយអញ្ចឹងយើងលុបនេះចោលតែយើងចូលឲ្យប៊ូតុង Facebook ដែរហើយយើង copy វីដេអូមុនក៏បានយើងមកស្ដាំដែរមកស្ដាំលើទៅហើយយើងសូវីដេអូ URL ហើយយើង copy ហ្នឹងហើយយើងចុចនេះយើងចុចអ្វីមកហើយផាកនេះតង់ហើយយើងវីដេអូនេះមើលទៅវាដូចវាច្រងយើងដាក់វីដេអូវា4ចុងដាក់700តែបើថាវីដេអូហ្នឹងវាឃើញវីដេអូខ្លះវាថតទូរស័ព្ទទៅវាឈរវាវែងយើងសេរីទំហំអានេះឲ្យធំណាស់ហ្នឹងទៅហើយបន្ទាប់មកយើង save យើង view មើលវាបើថាវាអត់ត្រូវបានយើងចាំយើងកែទំហំឲ្យវែងតិចជាងហ្នឹងទៀតបើវាត្រូវហើយគឺយើងដាក់វីដេអូយើងដាក់មកលើណាគឺចេញ link លើហ្នឹងយើង submit ណាហើយយើង save អូខេឃើញទេតែបើវីដេអូវែងយើងសេរីទំហំតាមនោះទៅសំខាន់បើវីដេអូវែងជាងលក្ខណៈបណ្ដោយវានេះកម្ពស់វាវែងយើងសេរីអានេះវាវែងតែនេះសេរីអាកន្លែងនេះមិនហើយកម្ពស់វាគឺវីដេអូវាវែងមើលទៅយើងមើលថាវាអាកន្លែងទៅតឹងវាទូចជាងតឹងដាក់500ហើយដាក់800 900ទៅអញ្ចឹងវីដេអូហ្នឹងចេញមកវាឃើញទាំងអស់បើយើងដាក់តែវីដេអូវែងយើងដាក់ទំហំ
môi để ở video đó cứ việc cặp á chẳng video nó chỉ nhận hỏi ok còn là ngay video cả hoặc không Facebook hoặc YouTube hơi nhầm môi tiệt ok bây giờ fail bây giờ anh tập nó dương trong tục nhưng trong delete dương cho edit lại edit nó cứ dương chụp lại ní additional option này cứ mình delete off chẳng dương chụp delete nó hay ok cứ các bạn cứ tự ban delete thôi bên đằng ấy ok ca pop ca brand không ca pop cứ bên đằng ấy và số một con